បើអ្នកខ្សោយទំនាក់ទំនងនៅកន្លែងធ្វើការតើអ្នកត្រូវធ្វើដូចម្ដេចបើអ្នកខ្សោយទំនាក់ទំនងនៅកន្លែងធ្វើការមិនមានន័យថាអ្នកបរាជ័យនឹងការងារនោះទេសូមចងចាំថាទំនាក់ទំនងល្អមិនមានន័យថាត្រូវតែនិយាយច្រើននោះទេប៉ុន្តែវាសំដៅទៅលើការធ្វើឲ្យអ្នកដទៃយល់នៅអ្វីដែលអ្នកចង់ប្រាប់និងយល់ពីអ្វីដែលអ្នកដទៃនោះចង់ប្រាប់មកអ្នកវិញផងដែរបើអ្នកមានជំនាញទំនាក់ទំនងល្អអ្នកនឹងអាចហ្វឹកហាត់និងអភិវឌ្ឍការងាររបស់អ្នកកាន់តែប្រសើរអ្នកគួរតែរៀនអំពីចំណុចខាងក្រោមនេះស្ដាប់ឲ្យច្រើនជាងនិយាយស្ដាប់ដោយយកចិត្តទុកដាក់កុំផ្ដាច់ពាក្យនិយាយនៅពេលដែលយើងសន្ទនាជាមួយនឹងអ្នកដទៃសួរសំណួរដោយការគោរពបើអ្នកមិនយល់អំពីការងារទេសូមសួរឲ្យច្បាស់ជាជាងស្មានដោយខ្លួនឯងនិយាយឲ្យខ្លីហើយច្បាស់ប្រាប់ពីគោលបំណងនិងព័ត៌មានសំខាន់កុំនិយាយវែងពេកវឹកហាត់ការនិយាយរបស់អ្នកដូចជាការនិយាយសួស្ដីឬក៏ជជែកលេងខ្លីៗជាដើមដើម្បីបង្កើនទំនាក់ទំនងជាមួយនឹងអ្នកដទៃកាន់តែជិតស្និទ្ធត្រូវចេះគ្រប់គ្រងអារម្មណ៍សូមកុំឆ្លើយតបនៅពេលដែលអ្នកមានអារម្មណ៍ខឹងឬមានភាពតានតឹងក្នុងចិត្តកុំឲ្យការឆ្លើយតបរបស់អ្នកមានផលអវិជ្ជមានទៅដល់អ្នកដទៃទទួលយកមតិកែលម្អដើម្បីកែប្រែខ្លួនឯងដោយអ្នកអាចសួរទៅមិត្តរួមការងាររបស់អ្នកឬក៏ប្រធានក្រុមឬក៏អ្នកគ្រប់គ្រងរបស់អ្នកថាតើអ្នកមានចំណុចណាមួយគួរកែលម្អដែរឬទេពួកគេនឹងណែនាំនិងប្រាប់ទៅអ្នកអំពីចំណុចខ្វះខាតដែលអ្នកគួរកែប្រែបង្កើនទំនុកចិត្តលើខ្លួនឯងរៀបចំអ្វីដែលអ្នកត្រូវនិយាយជាមុនសិនហើយវឹកហាត់ការនិយាយនោះជារឿយៗដើម្បីឲ្យឆ្លើយទៅជាទម្លាប់ជាពិសេសនៅកន្លែងធ្វើការអ្នកគួរតែស្ដាប់ឲ្យបានល្អនិយាយឲ្យបានច្បាស់គោរពអ្នកដទៃនិងសហការងារល្អជាមួយនឹងក្រុមការងាររបស់អ្នកអ្នកនឹងទទួលបានការជឿទុកចិត្តការផ្ដល់ឱកាសការងាររីកចម្រើនប្រសើរជាងមុនគន្លឹះសំខាន់ការចាប់ផ្ដើមទំនាក់ទំនងបន្តិចម្ដងនឹងធ្វើឲ្យអ្នកស៊ាំក្នុងការទំនាក់ទំនងនោះកាន់តែប្រសើរកុំរងចាំទាល់តែអ្នកពូកែទើបអ្នកចាប់ផ្ដើមមានទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញខ្លួនអ្នកសូមចាប់ផ្ដើមធ្វើពីឥឡូវនេះបើលោកអ្នកឬក៏បងប្អូនមានចម្ងល់ឬក៏មានទុនច្បាស់នៅកន្លែងណាមួយលោកអ្នកអាច comment ខាងក្រោមខ្ញុំអាចចែករំលែកពីវ័នជាមួយនឹងចំណេះដឹងនៃប្រធានបទទំនាក់ទំនងមួយនេះនៅវីដេអូក្រោយទៀតបើពេញចិត្តចំពោះវីដេអូនេះសូមកុំភ្លេច like share និង follow page ខ្ញុំម្នាក់មួយផងអរគុណ